បរមម្នាក់ចូលទៅខាត់ប្អូនគេឆ្លុះគ្នាត្រូវបានជន់ដៃដកខឹងសម្បាទាញកូនពូថៅកាប់រយៈក្បាលខេត្តកំពង់ស្ពឺខាត់ខ្លួនជន់ដៃដល់យកកូនពូថៅកាប់ទៅលើអ្នកចូលទៅខាត់បងប្អូនគេឆ្លុះគ្នាហើយប្រើកូនពូថៅកាប់កាលពីថ្ងៃទី27ខែមីនាឆ្នាំ2025ស្ថិតនៅក្នុងភូមិថ្នល់ដាច់ឃុំព្រះខែស្រុកបរសែតខេត្តកំពង់ស្ពឺបរិមម្នាក់បានរងរបួសធ្ងន់ធ្ងរពេទ្យដេជិត10ធ្នេដោយសារតែចូលទៅខាត់បងប្អូនគេឆ្លុះគ្នាហើយត្រូវបានជន់ដៃដល់ខឹងសម្បាទាញកូនពូថៅទៅកាប់តែម្ដងហើយព្យាយាមរត់គេចត្រូវបាននគរបាលខាត់បានមានករណីហិង្សាដោយចេតនាមួយបានកើតឡើងដោយប្រើកូនពូថៅដៃកាប់ជន់រងគ្រោះកាលពីវេលាម៉ោង 7:30 នាទីយប់ថ្ងៃទី25ខែមីនាឆ្នាំ2025ស្ថិតនៅក្នុងភូមិថ្នល់ដាច់ឃុំព្រះខែស្រុកបរសែតខេត្តកំពង់ស្ពឺ